Ngày ní từ xa ba lệ cả nạ slum slow để xa mấy rô plieng tinh bà đá bà nhập cất lôi lại rô tầm mấy plieng rất nít đau cho đau lang ở trong thơ ấy đai tê tay nghĩa tới khơi kê lụa bà kia mơ tơ tần ồn hay miên bà lại nơi chung vinh nâng tần ồn đáy có được khơi trong cha bà lại cho mùi nâng bà kia tơ chung pô bà lại cứ nhung đạ sân tại trong group một cây ôi tại là bỏ đại trong nhằm chẳng anh em vì tới trôi chất là biếp lẽ là hai chạy chung rổ pô á vì tới một hôm nay chung rổ pô cứ nhung trôi chất mền tàn ngày ní cứ miên colorful តែម្ដងគ្រប់ពណ៌សម្រាប់ម្ហូបថ្ងៃនេះហៅថាម្ហូបឆាបន្លែគ្រប់មុខជាមួយនឹងបកាពូបន្លែនីមួយៗខ្ញុំចិត្តទៅតាមទំហំនៃមាត់យើងអញ្ចឹងណាអាចញ៉ាំចូលអញ្ចឹងហើយបន្ទាប់មកបកាគឺខ្ញុំព្យាយាមបកជាមួយនឹងសបកវាចេញឲ្យហើយអញ្ចឹងពេលដែលយើងញ៉ាំយើងមិនចាំបាច់ហត់ក្នុងការបកវាមកតង់ទៀតទេនិយាយឲ្យចំទៅជាមួយនឹងការឆាបន្លែគ្រប់មុខរបស់ខ្ញុំមិនខុសអីពីបងស្ត្រីមេផ្ទះដតីផ្សេងទៀតទេគ្រាន់តែថាថ្ងៃនេះខ្ញុំប្រើទឹកប្រេងខ្យងតាមមួយមុខគត់ដែលជាស្នាដៃនៃផលិតផលរបស់កូនខ្មែរយើងណាតែមុននឹងចាប់ផ្ដើមចំអិនខ្ញុំមកស្រោះជាមួយនឹងបន្លែដែលរឹងមួយចំនួនខ្ញុំមានដាក់ប្រេងហើយនឹងអំបិលបន្តិចដើម្បីរក្សាពណ៌ឲ្យបន្លែនៅតែស្រស់ហើយស្រស់វាមកបន្តិចហើយខ្ញុំស្រង់វាទុកម្លែកដោយសារថ្ងៃនេះយើងឆាជាមួយបកាអញ្ចឹងចំពោះបកាខ្ញុំឆាអត់សូវយូរទេខ្ញុំដាក់តែបន្តិចហើយបន្ទាប់មកខ្ញុំប្រើទឹកប្រេងខ្យងដែលខ្ញុំបានដាក់មុនហ្នឹងលាយបញ្ចូលគ្រឿងហើយបង់បន្លែផ្សេងៗដែលខ្ញុំបានស្រោះរួចកូរត្រឡប់តែមកភ្លក្សអីទៅគឺបានញ៉ាំហើយចំពោះម្ហូបមួយនេះគឺងាយស្រួលហើយទទួលបានវីតាមីននិងប្រូតេអ៊ីនច្រើនមែនទែនជាមួយនឹងបន្លែគ្រប់មុខអញ្ចឹងណារីឯចំពោះការចំណាយទៅលើម្ហូបនេះក៏អស់ក្នុងតម្លៃមួយតិចតួចដែរយ៉ាងណាមិញចំពោះទឹកប្រេងខ្យងដែលជាស្នាដៃកូនខ្មែរដែលខ្ញុំបានប្រើមុនហ្នឹងអ្នកទាំងអស់គ្នាអាចរកទិញតាមរយៈ page របស់គាត់បានអរគុណ